Hello,សួស្តីអ្នកទាំងគ្នាហើយនឹងខ្ញុំមានម៉ូតមួយចង់បង្ហាញអ្នកទាំងគ្នាឲ្យចង់ឲ្យអ្នកគ្នាយកទៅដាក់សាកលេងអ្នកគ្នាមានគ្នាយើងក៏មិនសុំនៅក្នុង TikTok ចាស់មកទៀតចឹងហើយខ្ញុំអាចចេះតែធ្វើវីដេអូបានចោះព្រោះអីអ្នកនឹងតែធ្វើអីដែរព្រោះគ្នាជួយទៅដល់ម៉ូតដែលខ្ញុំដាក់ឲ្យដល់នៅក្នុង Telegram link Telegram របស់ខ្ញុំហ្នឹងខ្ញុំដាក់នៅក្រោម description វីដេអូនេះគ្នាអាចចុចចូលទៅដល់ក្នុងហ្នឹងបានឥឡូវកុំរៀបរាប់ច្រើនគ្នាជួយទៅកាន់មួយចូល like ជើងអ្នកគ្នាមករបៀបបានណាអ្នកគ្នាកាន់មកចូលឡើងឈើហើយវាចុចបង្កើត fabric ថ្មីមក add fabric instant ដកសញ្ញា create ចេញអ្នកគ្នាយក 1.21.1 ក្រោមនេះ 0.16.14 អ្នកគ្នាហើយយើងចុច install មកគេថយមកវិញមកអ្នកគ្នាចុច open game editory នេះទៅវាបាន download ចុចលើវាមួយមកហើយយើងចុចត្រេ3ខាងលើនេះវាហើយយើងចុចទៅពាក្យមួយថាទាញយកឬក៏ download ហ្នឹងពាក្យហ្នឹងចុចលើវាមកនេះ auto mode ដែលខ្ញុំបណ្ដាញដូនហ្នឹងចូលទៅវាមកអូខេនេះគ្នានេះឃើញហើយពេលចុចលើវាមួយមកនេះចុចលើអាម៉ូដដូចថាវាបានដូនចេញពី Telegram មកចុចវាមកហើយចុចលើវាម្ដងទៀតមកហើយនេះចុចត្រេ3ខាងលើនេះត្រេ3នឹងម្ដងចុចវាមកហើយចុចចូលជ្រើសរើសទាំងអស់ចុចលើវាម្ដងទៀតចុចអាកន្លែងត្រេ3នឹងម្ដងទៀតហើយចុចស្រង់ទៅដកស្រង់ទៅត្រូវស្រង់ទៅរួចហើយចុចអាត្រេ3ខាងឆ្វេងដៃម្ដងចុចវារួចចុចទៅកាន់ម៉ូចូលឡើងឈើអូរពាក្យថា instance នេះណាចុចវាមកហើយគ្នារក fabric នេះគ្នាមិនដូនមិញហើយជាហ្នឹងឯង fabric ទាំងអស់ហ្នឹងនេះ fabric មួយណាដូចថាគ្នាមិនដូនមិញនិយាយច្រឡំនេះគ្នារកចូលទៅកាន់ fabric នេះគ្នាមិនដូនមិញហើយចុចលើវាមកអូខេនេះហើយចុចស្រង់ទៅខាងក្រោមហ្នឹងអូខេហើយចុចអាកន្លែងត្រេ3នេះចុចត្រេ3ជួយទៅកាន់ម៉ូចូលឡើងឈើតាដើមមកដូចមិញហ្នឹងចុចលើវាមួយចុចទៅកន្លែង instant fabric loader មិញហ្នឹងវាជាអូវានេះអូខេវាបាន reload មកហើយវាតោះតែវាបានហើយវាថយវិញមកយ៉ាចូលហើយវិញយើងចូលចុច play បានហើយ auto fabric នេះចុចអារូបខ្មៅដៃនេះខ្មៅដៃនឹងមួយមកហើយចុចខាង default នេះយក 21.16 អាក្រោមនេះយកនេះណាគ្នាយកតាមខ្ញុំមកហើយចុច save មកហើយចុច play បានដែរគ្នាតែប៉ុណ្ណឹងបានជាការសាច់នេះគ្នាអាចធ្វើតាមខ្ញុំបានហើយសាកល្បងមើលគ្នាតើវា smooth អត់គ្នាចូលទៅឥឡូវហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេគ្នាអាចយកទៅសាកបាន smooth នេះអាច comment ប្រាប់ក្នុងវីដេអូខ្ញុំផងអូខេគ្នាជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ